សុខភាពគឺជាបញ្ហាចម្បងក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវយកចិត្តទុកដាក់បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានមជ្ឈមណ្ឌលព្យាបាលសុខភាពនិងមន្ទីរថែរក្សាសុខភាពជាលក្ខណៈរដ្ឋនិងឯកជនជាច្រើនកន្លែងបើកបម្រើជូនអតិថិជនដែលមានបញ្ហាផ្នែកសុខភាពមជ្ឈមណ្ឌលថែរក្សាសុខភាពនិងសម្ផស្សសាន់ជាវជាមជ្ឈមណ្ឌលឯកជនមួយត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកជាកន្លែងព្យាបាលសុខភាពដ៏ធំនិងទំនើបមួយនៅព្រះរាជាណាចក្រកម្ពុជាឥឡូវនេះមជ្ឈមណ្ឌលសាន់ជាវបាននាំចូលឧបករណ៍ទំនើបថ្មីមួយទៀតដើម្បីតម្រូវការក្នុងស្រុកគឺម៉ាស៊ីនឈីម៉ាស៊ីនជាម៉ាស៊ីនដែលកាត់បន្ថយការរក្សាទុកជាតិទឹកនៅក្នុងខ្លួនបំបត្តិចោលការរីកកើនឡើងនៅសារធាតុជាតិទឹកដែលប៉ះពាល់ដល់សុខភាពយើងអាចសន្និដ្ឋានបានថាការប្រើប្រាស់ឈីម៉ាស៊ីន15នាទីស្មើនឹងការដើរ 10000 ជំហានម៉ាស៊ីននេះនឹងធ្វើឲ្យចលនារំលាយអាហារក្នុងខ្លួនដំណើរការបានលឿនដែលមានប្រយោជន៍យ៉ាងសំខាន់ក្នុងការបំបត្តិជាតិពុលក្នុងខ្លួនFlebotozy ពីប្រទេសអូស្ត្រាលីនិងញូហ្សេឡង់បានបង្ហាញថាចលនាអារ៉ូប៊ិករបស់ឈីម៉ាស៊ីនដោយលំហាត់ប្រាណជួយសម្រួលដល់ជើងដែលមានជំងឺស្ពឹកស្រពន់រ៉ាំរ៉ៃបានចលនាបេះដូងយើងរត់ស្មើដល់ឈីម៉ាស៊ីននោះវាមានចលនាដល់នឹងថឹងមួយគឺក្នុង1វិនាទីវាមានចលនា72ដងដែលធ្វើឲ្យចង្វាក់បេះដូងយើងមានភាពប្រក្រតីចា៎ចាអតិថិជនទាំងអស់ដែលអញ្ជើញមកកាន់មជ្ឈមណ្ឌលថែរក្សាសុខភាពនិងសម្ផស្សសាន់ជាវយើងខ្ញុំមុននឹងធ្វើការទទួលសេវាកម្មប្រើប្រាស់ស៊ីម៉ាស៊ីននេះពួកខ្ញុំនឹងធ្វើការពិនិត្យសុខភាពជូនគាត់ដោយម៉ាស៊ីនកុំព្យូទ័រចាអាស្រ័យហេតុនេះគឺយើងបានដឹងដោយសារការពិនិត្យសុខភាពនិងការតាមដានសុខភាពរបស់គាត់តាមរយៈកុំព្យូទ័រដែលយើងពេលដែលគាត់អញ្ជើញមកធ្វើហ្នឹងគឺយើងសាកពិនិត្យសុខភាពគាត់លើកទី1តែមួយខណៈពេលនៃការប្រើប្រាស់គឺពួកខ្ញុំនឹងធ្វើការពិនិត្យសុខភាពម្ដងទៀតដោយអត្រានៃសរសៃឬមួយក៏បញ្ហាសុខភាពរបស់គាត់ហ្នឹងគឺបានអន់ថយជាច្រើនហើយណាមួយទៀតអតិថិជនទាំងអស់ហ្នឹងគឺគាត់បានដឹងដោយខ្លួនឯងថាសុខភាពរបស់គាត់ទាំងអស់ហ្នឹងធូរស្រាលដល់កម្រិតណាមួយចា៎ការព្យាបាលជំងឺរបស់ម៉ាស៊ីនស៊ីម៉ាស៊ីននេះគឺវាអាចធ្វើឲ្យទី1ធ្វើឲ្យចង្វាក់បេះដូងរត់ស្មើចលនាឈាមរត់ស្រួលហើយនឹងធ្វើឲ្យបំបត្តិនៅអាការៈឈឺចង្កេះឈឺសន្លាក់និងចុករយស្រពន់ជាដើមចា៎មនុស្សលើโลกនេះសុទ្ធតែដូចគ្នាទាំងអស់ចេះឈឺត្រូវការហូបចុកតែដោយសារស្ថានភាពរស់នៅនិងការហូបមិនបានទៀងទាត់ធ្វើឲ្យមានជំងឺរ៉ាំរ៉ៃកើតមានឡើងនៅទីកន្លែងណាមានមនុស្សរស់នៅទីនោះត្រូវតែមានគ្រូពេទ្យដូច្នេះទាមទារចម្បងចំពោះបញ្ហាសុខភាពរបស់ពួកគេណាស់ហេតុនេះហើយទើបមជ្ឈមណ្ឌលសាន់ជាវនាំចូលឧបករណ៍ឈីម៉ាស៊ីនដើម្បីបម្រើជូនដល់អតិថិជនដែលអតិថិជនមិនចាំបាច់ចំណាយថវិកាចាក់ឬលេបថ្នាំឡើយហើយយើងក៏ជឿជាក់ថាប្រជាពលរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់បានចាត់ទុកសុខភាពរបស់ពួកគាត់ជារឿងសំខាន់ទើបមជ្ឈមណ្ឌលយើងខ្ញុំនាំឧបករណ៍ឈីម៉ាស៊ីននេះចូលមកផ្ដាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាកំពុងតែរីកចម្រើននៅលើវិស័យសុខាភិបាលចាហើយណាមួយទៀតសុខភាពគឺជាបញ្ហាសំខាន់និងជាចម្បងនៅក្នុងខ្លួនមនុស្សយើងម្នាក់មិនថាប្រទេសណាឬមួយក៏វប្បធម៌អរិយធម៌ផ្សេងគ្នាទេគឺគាត់ចាំបាច់ត្រូវតែមានបញ្ហាសុខភាពនេះជាចម្បងតែម្ដងទើបយើងនាំចូលនៅម៉ាស៊ីនដែលអាចជួយសម្រួលដល់បញ្ហាសុខភាពគាត់ដោយសុវត្ថិភាពជូនដល់ពួកគាត់ចាចំពោះទីផ្សារគឺជាកត្តាមួយចម្បងក៏ប៉ុន្តែនាងខ្ញុំយល់ថាចំពោះបញ្ហាសុខភាពពាក់ព័ន្ធជាមួយនឹងទីផ្សារហ្នឹងគឺវាខុសគ្នាចាហេតុអីបាននាងខ្ញុំនិយាយអញ្ចឹងពួកអីបញ្ហាទីផ្សារមិនមែនតែជាបញ្ហាកត្តាចម្បងក៏ប៉ុន្តែសុខភាពគឺវាដើរផ្ទុយផ្សេងពីបញ្ហាទីផ្សារចានៅក្នុងព្រះរាជាណាចក្រកម្ពុជាឬមួយក៏នៅលើពិភពលោកយើងក៏ដោយទីណាឲ្យតែមានមនុស្សរស់នៅទីនោះចាំបាច់
ត្រូវតែមានមន្ទីរពេទ្យឬមួយក៏ជាកន្លែងផ្សេងៗដើម្បីថែរក្សាសុខភាពពួកគាត់ចាអញ្ចឹងពួកយើងចាំបាច់នាំយកផលិតផលឬមួយក៏ឧបករណ៍ទាំងឡាយដែលអាចជួយព្យាបាលសុខភាពរបស់គាត់នាំចូលមកក្នុងប្រទេសជាអ្នកចាក់កម្ពុជាដោយយើងមិនបានគិតថាតើទីផ្សារឬមួយតម្រូវការទៅលើអ្វីនោះទេតែយើងដឹងថាមនុស្សម្នាក់ចាំបាច់គឺគាត់ត្រូវការសុខភាពគាត់ល្អចា៎សប្តាហ៍ថ្ងៃនេះកំពុងតែមានបណ្ដាប្រទេសជាង60ប្រទេសនៅលើពិភពលោកយើងនេះកំពុងតែប្រើប្រាស់ឧបករណ៍ស៊ីម៉ាស៊ីនចា៎ដែលឧបករណ៍នេះប្រើប្រាស់រហូតតតែវិជ្ជបណ្ឌិតឬមួយក៏សាស្ត្រាចារ្យឬមួយក៏នៅតាមមន្ទីរពេទ្យនានាដែលគាត់កំពុងតែប្រើប្រាស់ដើម្បីព្យាបាលនិងថែរក្សាបំប៉នសុខភាពដល់អតិថិជនឬមួយក៏អ្នកជំងឺគាត់ទាំងអស់ចា៎អញ្ចឹងក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះយើងទើបតែមានសាខាទី1គឺមជ្ឈមណ្ឌលថែរក្សាសុខភាពនិងសម្ផស្សសានជាវដែលនាំចូលនៅគ្រឿងម៉ាស៊ីនទាំងអស់នេះផ្ដាច់មុខចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយសង្ឃឹមថាយើងទាំងអស់គ្នានឹងបានចែករំលែកនូវឧបករណ៍ដែលល្អៗទាំងអស់នេះជូនដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងចំពោះអតិថិជនដែលមកកាន់មជ្ឈមណ្ឌលថែរក្សាសុខភាពនិងសម្ផស្សសានជាវនាងខ្ញុំក៏សូមធ្វើការថ្លែងអំណរគុណចំពោះពួកគាត់ដែលបានគាំទ្រនិងការដែលពួកខ្ញុំបម្រើសេវាកម្មចំពោះពួកគាត់ហើយប្រជាពលរដ្ឋមួយចំនួនទៀតដែលមិនទាន់បានយល់ដឹងនិងស្គាល់អំពីសេវាកម្មផ្នែកសុខភាពនៃមជ្ឈមណ្ឌលយើងខ្ញុំទេសូមអញ្ជើញពួកគាត់ឲ្យមកស្វែងយល់ព្រោះបុគ្គលភាគច្រើនដូចជាប្រជាពលរដ្ឋដែលគាត់មានវ័យចំណាស់គឺគាត់ភាគច្រើនគាត់ជ្រើសរើសការហាត់ប្រាណដើម្បីឲ្យសុខភាពគាត់ឬមួយក៏ឲ្យរាងកាយគាត់ចេញបែកញើសចាក៏ប៉ុន្តែនៅពេលណាដែលគាត់ជ្រើសរើសរំហាត់ប្រាណមិនបានត្រឹមត្រូវដូចជាគាត់តាមពិតរាងកាយរបស់គាត់ទាមទារឲ្យគាត់អាសាចេញញើសតែគាត់ទៅជាការហាត់ប្រាណដើម្បីឡើងសាច់ដុំវិញអញ្ចឹងការហាត់ប្រាណដើម្បីឲ្យឡើងសាច់ដុំហ្នឹងវាមានការខុសឆ្គងត្រង់ថានៅពេលណាដែលគាត់ធ្វើច្រើនពេកធ្វើឲ្យរាងកាយគាត់ហ្នឹងទទួលយកអត់បានមានន័យថានៅពេលណាដែលរាងកាយគាត់កំពុងតែធ្វើការហត់ហើយគាត់បន្ថែមបន្ទុកនៅលើនឹងទៀតធ្វើឲ្យរាងកាយគាត់ទៅជាទ្រុឌទ្រោមនៅផ្នែកណាមួយព្រោះអីយើងរាល់គ្នានេះថាបុគ្គលគ្រប់រូបហ្នឹងគឺគាត់អត់បានដឹងថារាងកាយគាត់ទាមទារយកអ្វីដើម្បីបំពេញកម្លាំងនិងថាមពលនៅក្នុងរាងកាយគាត់ទេចាគាត់គេខំហាត់ប្រាណឃើញគេហាត់អានេះល្អហាត់តាមហាត់អានោះល្អហាត់តាមពិតរាងកាយរបស់យើងម្នាក់គឺខុសគ្នាអញ្ចឹងការប្រើប្រាស់ស៊ីម៉ាស៊ីននេះគឺគាត់មានលក្ខណៈបច្ចេកទេសមួយដែលសមស្របទៅនឹងរាងកាយទាមទារដែលថាគាត់មានលក្ខណៈកណ្ដាលមួយដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អតិថិជនទាំងអស់និងអ្នកប្រើប្រាស់ចា៎ដោយសារវត្តមានម៉ាស៊ីនទំនើបថ្មីនេះមជ្ឈមណ្ឌលថែរក្សាសុខភាពនិងសម្ផស្សសានជាវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនហើយបងប្អូនប្រជាពលរដ្ឋយើងអាចមកសាកល្បងពីប្រសិទ្ធភាពម៉ាស៊ីននេះនៅរាជធានីភ្នំពេញឬនៅខេត្តកំពង់សោមជាដើមលោកអ្នកអាចទំនាក់ទំនងនៅអាស័យដ្ឋានផ្ទះលេខ126 128ផ្លូវកម្ពុជាក្រោមសង្កាត់មនោរម្យខណ្ឌ7មករាក្រុងភ្នំពេញ